របៀបធ្វើឲ្យទូរស័ព្ទ iPhone ឮសំឡេងខ្លាំងជាងមុនករណីពុកម៉ែបងប្អូនបើ YouTube ឬក៏ចម្រៀងផ្សេងទូរស័ព្ទអសរឮសំឡេងអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានវីដេអូមួយចែកជូនដល់ពុកម៉ែបងប្អូនគឺរបៀបធ្វើឲ្យទូរស័ព្ទ iPhone ឮសំឡេងខ្លាំងជាងមុនអញ្ចឹងអ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលវីដេអូថ្មីៗពីខ្ញុំបាទតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកំណត់ setting ទាំងអស់គ្នាជាដំបូងយើងចូលក្នុង setting រួចយើងអូសទៅលើហើយយើងទៅរកពាក្យ sound ចុចចូលមកដល់កន្លែងហ្នឹងគឺជាកន្លែងស្រេតែម្ដងពុកម៉ែបងប្អូនមើលយើងស្រេរងមកក្រោមនោះវាក៏ពាក់កណ្ដាលនៅពេលពុកម៉ែបងប្អូនជិះម៉ូតូឬមួយដាក់ក្បាលខប៉ាវអាវឬមួយធ្វើអីផ្សេងៗវាអត់សូវឮសំឡេងខ្លាំងទេបងប្អូនអញ្ចឹងពុកម៉ែបងប្អូនចង់ឲ្យវាឮសំឡេងខ្លាំងយើងត្រូវបើកវាមករាំងខិតកឹបមកឬមួយក៏យើងបើកមកចាល់ក៏បានបងប្អូនអញ្ចឹងវាធ្វើឲ្យទូរស័ព្ទពុកម៉ែបងប្អូននៅពេលខលមកវាឮសំឡេងខ្លាំងជាងមុនអញ្ចឹងពុកម៉ែបងប្អូនទាញយកមកកឹបមកនេះមកយើងត្រូវទៅបំពេញមួយទៀតយើងអូសវាទៅលើមកយើងឃើញពាក្យ volume limit តែយើងចុចចូលមកនៅកន្លែងនេះយើងបើកកន្លែងមួយទៀតមកដល់កន្លែងនេះយើងឃើញ maximum វា maximum setting ដើមវា 50% តែយើងទាញយកមក80ឬមួយក៏90អញ្ចឹងពុកម៉ែបងប្អូនកុំដាក់ដល់100ឬមួយក៏90តែខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនដាក់ត្រឹម80បានហើយដោយសារក្រុមហ៊ុនគេគិតពីសុខភាពវិជ្ជារបស់យើងតែយើងពេញរួចហើយយើងចេញមកក្រៅមកយើងទៅរកពាក្យ accessibility យើងចុចចូលមកហើយយើងទៅកំណត់កន្លែងមួយទៀតអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកពុកម៉ែបងប្អូនចុចតាមខ្ញុំមកដល់កន្លែងហ្នឹងបងប្អូនមើលកន្លែងហ្នឹងគឺជាតកតងនឹងការស្ដាប់កាសពុកម៉ែបងប្អូនឲ្យចង់ឲ្យឮសំឡេងខ្លាំងជាងមុនហើយមកដល់កន្លែងហ្នឹងយើងបើបងប្អូនយកអាលើមានន័យថាអត់ឮសំឡេងទេអញ្ចឹងបងប្អូនយកកណ្ដាលដូចខ្ញុំមកហើយយើងមកជ្រើសរើសអាក្រមម្ដងបើអ្នកទាំងអស់គ្នាយកពាក្យ silent អត់ឮសំឡេងទេបើអ្នកទាំងអស់គ្នាយកកណ្ដាលហ្នឹងវាឮពាក្យកណ្ដាលបើអ្នកទាំងអស់គ្នាចង់ឮខ្លាំងយើងស្រេយកមកកឹបបងប្អូនយើងស្រេយកមកកឹបអញ្ចឹងបងប្អូនអញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងអាចដាក់បទចម្រៀងឬមួយក៏ធ្វើអីផ្សេងហ្នឹងវាឮសំឡេងខ្លាំងជាងមុនអញ្ចឹងអ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលវីដេអូថ្មីៗពីខ្ញុំបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ